សូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំសូមបញ្ចេញនៅទស្សនៈផ្ទាល់ខ្លួនខ្លះចំពោះពួកជ្រុលនិយមមួយចំនួនដែលតែងតែបំផុសបំផ្លោះបំភ្លៃនៅព័ត៌មានមិនពិតក្នុងនេះដែរខ្ញុំឃើញ Facebook របស់ Honey Lim ខ្ញុំមិនបានស្រាវជ្រាវប្រវត្តិរបស់គាត់ទេប៉ុន្តែឃើញ Facebook គាត់នោះដាក់ថាចប់ហើយប្រាសាទតាមន់ធំរបស់យើងខ្ញុំសូមសួរទៅអ្នកផុសនឹងចប់មួយចប់យ៉ាងម៉េចបានសេចក្តីថាម៉េចថាចប់ហើយនឹងថៃយកហើយឬមួយយ៉ាងម៉េចមុននឹងផុសសូមស្រាវជ្រាវរកព័ត៌មានឲ្យច្បាស់លាស់ឲ្យពិតប្រាកដឲ្យគ្រប់ជ្រុងជ្រោយអានឹងគេហៅថាផុសបំផ្លោះបំភ្លៃធ្វើឲ្យប៉ះពាល់ដល់សន្តិភាពដល់សន្តិសុខជាតិដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំហើយខ្ញុំជឿថា Honey Lim ដែលគាត់ផុសហ្នឹងគាត់មិនបានទៅដល់ប្រាសាទតាមន់ធំនោះទេគាត់ផុសឮតែតាមគេថាឮតែតាមគេនិយាយពិសេសឮតែតាមពួកពាលជ្រុលនិយមរបស់អាសំរងស៊ីនឹងនិយាយរឿងប្រាសាទតាមន់ធំនេះវាមិនអាចមានពួកជ្រុលនិយមថៃទៅធ្វើស្អីប្រេះផ្ដាស់នៅប្រាសាទតាមន់ធំទៅធ្វើបកហេតុឲ្យមានចលាចលនៅប្រាសាទតាមន់ធំបានទេពីព្រោះប្រាសាទតាមន់ធំនេះគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងកងយោធពលខេមរៈភូមិន្ទដែលមានលោកឧត្តមសេនីយ៍ត្រីអ្នកវងមេបញ្ជាការកងពលតូចលេខ42ឈរជើងនៅតំបន់នោះហើយដូចយើងទាំងអស់គ្នាបានឮស្រាប់មកហើយសម្ដីយ៉ាងមើងម៉ាត់ប្រកាសបជារបស់លោកឧត្តមសេនីយ៍អ្នកវងគឺលោកបានបញ្ជាក់ច្បាស់ណាស់អត់មានមកអាយ៉ៃទេបិទបាញ់ហើយកុំឃើញឯណាថៃណាជូនរត់ក្រោះជូនកំភ្លើងធំឯណាទៅវាមិនអាចទេខ្មែរយើងក៏មិនអន់ដែរសម្ភារៈសឹកបច្ចុប្បន្ននេះមិនមែនសម្ភារៈសឹកដូចកាលផ្ដួលរំលំរបស់បល័យពូជសាសន៍ប៉ុលពតទេបច្ចុប្បន្ននេះកម្ពុជាមានសម្ភារៈសឹកទំនើបច្រើនមុខណាស់ហើយក៏បានដាក់ពង្រាយនៅតាមព្រំដែនទាំងខាងកើតខាងលិចរួមជាមួយនឹងប្រទេសឡាវផងដែរដើម្បីថែរក្សាខ្សែក្រវ៉ាត់ព្រំដែនការពារមិនឲ្យពួកខ្មាំងសត្រូវប្រទេសជិតខាងនឹងមកចូលមកឆក់ប្លន់ទឹកដីរបស់កម្ពុជាទេអញ្ចឹងសុំ Honey Lim Facebook គាត់នឹង profile រូបគាត់នឹងមនុស្សស្រីខ្ញុំមិនបង្ហាញទេដើម្បីកុំឲ្យប៉ះពាល់ដល់សិទ្ធិរបស់គាត់អញ្ចឹងសូមបញ្ជាក់ហើយបញ្ជាក់ទៀតថាតំបន់ប្រាសាទតាមន់ធំគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងយោធពលខេមរៈភូមិន្ទហើយកម្លាំងទាំងថ្មើរជើងកម្លាំងអាវុធគាំទ្រកម្លាំងធុនធ្ងន់គឺបានយកទៅដាក់ពង្រាយត្រៀមរួចហើយដែរអត់មាននេះណាចប់ហើយអីណាដូច Honey Lim និយាយទេហើយបើចង់សាក
ឲ្យពួកជ្រុលនិយមខ្មែរហ្នឹងទៅដុតក្តិតពួកជ្រុលនិយមថៃឲ្យវាមកឲ្យមកកន្លែងហ្នឹងមកចង់ដឹងចង់សាកមើលចឹងខ្ញុំសូមជូននៅមតិតលខ្លួនរបស់ខ្ញុំប៉ុណ្ណឹងហើយក៏សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសមានជំនឿជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាកុំជឿតាមពួកពាលជ្រុលនិយមក្រៅប្រទេសដែលមានទុនដិតក្បត់ជាតិតពូជរត់ចោលគុកសំរងស៊ីវាចេះតែនិយាយបំផុសបំផុលបំភ្លៃការពិតបើចង់ដឹងច្បាស់គឺទៅឲ្យដល់កន្លែងនោះអានឹងយើងឃើញផ្ទាល់នឹងភ្នែកឮផ្ទាល់នឹងជាអានឹងចាំយើងជឿហើយដោយហានីលឹមនេះប្រហែលជានៅជើងមេឃឯណោះមិនបានទៅដល់ប្រាសាទតាមន់ទេអញ្ចឹងកុំយកមកផុសតែផ្ដេសតែផ្ដាស់ទៀតហើយពួកពាលជ្រុលនិយមរបស់ថៃហ្នឹងវាគ្មានហ៊ានតែអើតក្បាលនៅប្រាសាទតាមន់ធំទេហើយឃើញ Facebook ខ្លះគេបញ្ជាក់ហើយពួកពាលជ្រុលនិយមថៃហ្នឹងគឺមិនហ៊ានទៅប្រាសាទតាមន់ទេនាំគ្នាទៅណាប្រាសាទបាភ្លូននៅខេត្តសុរិន្ទដែលជាខេត្តមួយជាប់ព្រំដែនខ្មែរយើងដែរប៉ុន្តែមិនមែននៅប្រាសាទព្រះវិហារប្រាសាទតាមន់នោះទេខ្ញុំបាទរាជសីសូមអរគុណសូមជម្រាបលា